លសូឡាអំណោយរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតប្រែក្លាយទៅជាជនបទស្រុកអូរៀងឪទៅជាទីក្រុងនាពេលរាត្រីបង្គោលនឹងអំពូលសូឡាចំនួន614បង្គោលដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតត្រូវបានឯកឧត្តមអង្គសុកឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំបានប្រកាសជូនប្រជាពលរដ្ឋស្រុកអូរៀងឪខេត្តត្បូងឃ្មុំដើម្បីដាក់បំភ្លឺតាមបណ្ដោយដងផ្លូវលេខ370ចាប់ពីឃុំដំណើរព្រំប្រទល់ស្រុកត្បូងឃ្មុំឆ្ពោះទៅទីប្រជុំជនស្រុកអូរៀងឪប្រជាពលរដ្ឋនៅស្រុកអូរៀងឪកំពុងទទួលបានពន្លឺពេញមូលដ្ឋានដោយសារអំពូលសូឡានេះហើយនៅពេលនេះបានធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទមានសកម្មភាពដូចនៅក្នុងទីក្រុងដែរដោយទីក្រុងត្រង់ថាភ្លើងសេឡាដែលកន្លងមកត្រូវបានប្រសិទ្ធនាមជាភ្លើងទេវតាបានបំភ្លឺមូលដ្ឋាននិងផ្ដល់ឱកាសដល់ប្រជាពលរដ្ឋមានការរស់នៅប្រកបដោយភាពស្អាតមានសោភ័ណភាពបានសម្រាប់លំហែរួមទាំងការដើរហាត់ប្រាណដោយប្រជាជនរស់នៅក្នុងទីប្រជុំជននិងទីក្រុង